ខ្ញីគឺជាមើមដ៏មានប្រយោជន៍ដែលត្រូវបានគេប្រើប្រាស់ទាំងក្នុងការចម្អិនអាហារនិងជាឱសថបុរាណអស់រយៈពេលជាច្រើនសតវត្សមកហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់នៃមើមខ្ញី 1. ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបំបត្តិអាការៈចំអកខ្ញីមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយអាការៈចំអកអួតជាពិសេសចំពោះស្ត្រីមានផ្ទៃពោះដែលចាញ់កូនឬអ្នកដែលជួបបញ្ហាវិលមុខពេលធ្វើដំណើរកាត់បន្ថយការតឹងពោះវាជួយជំរុញការរំលាយអាហារនិងកាត់បន្ថយការហាមពោះបៀក្នុងក្រពះនិងបញ្ហាទល់លាមក 2. ប្រឆាំងនឹងការរលាក Anti-inflammatory ខ្ញីមានសារធាតុម្យ៉ាងហៅថា gingerol ដែលមានសមត្ថភាពប្រឆាំងនឹងការរលាកក្នុងរាងកាយវាអាចជួយកាត់បន្ថយការឈឺចាប់សន្លាក់និងសាច់ដុំបានយ៉ាងល្អ 3. ពង្រឹងប្រព័ន្ធភាពស៊ាំការទទួលទានខ្ញីជារៀងរាល់ថ្ងៃក្នុងកម្រិតសមមុំអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំដើម្បីប្រឆាំងនឹងជំងឺផ្តាសាយនិងមេរោគផ្សេងៗវាមានសមត្ថភាពជួយសម្រួលដល់ផ្លូវដង្ហើមនៅពេលអ្នកមានអាការៈក្អកឬឈឺក 4. កាត់បន្ថយការឈឺចាប់ខ្ញីត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់ពេលមករដូវរបស់ស្ត្រីដោយសារវាមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងថ្នាំបំបាត់ការឈឺចាប់មួយចំនួន 5. គ្រប់គ្រងជាតិស្ករនិងកូលេស្តេរ៉ុលការសិក្សាមួយចំនួនបានបង្ហាញថាខ្ញីអាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាមនិងកាត់បន្ថយកម្រិតកូលេស្តេរ៉ុលមិនល្អ LDL ដែលជាកត្តាជួយការពារសុខភាពបេះដូងកំណត់សម្គាល់ទោះបីជាខ្ញីមានប្រយោជន៍ច្រើនយ៉ាងណាក៏ដោយអ្នកគួរកត់សម្គាល់ចំណុចមួយចំនួនកុំទទួលទានច្រើនហួសកំណត់ការញ៉ាំខ្ញីច្រើនពេកអាចបណ្ដាលឲ្យរលាកក្រពះឬរាគអ្នកដែលមានជំងឺឈាមអ្នកដែលកំពុងប្រើប្រាស់ថ្នាំពន្យាឈាមគួរពិគ្រោះជាមួយគ្រូពេទ្យព្រោះខ្ញីអាចប៉ះពាល់ដល់ការកកឈាមអ្នកដែលមានបញ្ហាគ្រួក្នុងប្រមាត់គួរប្រយ័ត្នចំពោះការប្រើប្រាស់ខ្ញីព្រោះវាអាចជំរុញការបញ្ចេញទឹកប្រមាត់ដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុតអ្នកអាចយកខ្ញីមកឆុងជាតែផឹកឬបន្ថែមក្នុងអាហារប្រចាំថ្ងៃរបស់អ្នកបាន